សួស្តីអ្នកនរគ្នានេះខ្ញុំចង់អាប់ដេតតកតងមួយportion កាលពីថ្ងៃសុក្រនិងតកតងជាមួយនឹងព្រឹត្តិការណ៍ដែលតកតងជាមួយនឹងការមូរបស់ទីផ្សារអញ្ចឹងយើងដឹងកាលពីថ្ងៃសុក្រយើងបើក portion មួយប៉ុន្តែ portion ហ្នឹងខ្ញុំថាបើកទេប៉ុន្តែខ្ញុំបានបើកនៅក្នុង account ទូចមួយដោយសារខ្ញុំគិតថាវាជាប់នៅក្នុងថ្ងៃសុក្រអញ្ចឹងខ្ញុំបើក account តែ 4-5 រៀលទេបើវាដាច់ក៏ដាច់តែអញ្ចឹងនេះ portion មួយនេះអញ្ចឹងនៅពេលដែលយើងបើកមកថ្ងៃច័ន្ទវាអាចមូខ្លាំងដោយសារតែទី1គឺតកតងមួយព័ត៌មាន non-farm ថ្ងៃសុក្រអញ្ចឹងព័ត៌មាន non-farm ថ្ងៃសុក្រទិន្នន័យគឺទិន្នន័យអ្នកទិន្នន័យការងារថ្មីរបស់អាមេរិកគឺវាច្រើនហើយការ forecast ដែលអ្នកអត់ទៅមានការ return ក៏វាមានចំនួនតិចដែរអញ្ចឹងអាមេរិកល្អអញ្ចឹងបើតាម fundamental គឺវា bearish សម្រាប់នេះហើយមួយទៀតតកតងមួយLDR Day បានថាluminous daily roadmap ចា៎ហ្នឹងគឺជា schedule ដែលអ្នកជំនាញខាងហ្នឹងគាត់ចេញមកគឺតកតងអាហ្នឹងគឺជាទូទៅគឺថ្ងៃដែលផ្សារមូខ្លាំងដែលគេកត់សម្គាល់នេះអញ្ចឹងថ្ងៃច័ន្ទទី6អញ្ចឹងជាទូទៅថ្ងៃទាំងអស់ហ្នឹងគឺខ្ញុំនឹងផុសចូលគ្រប់ថ្ងៃទាំងអស់ហ្នឹងគឺជាថ្ងៃដែលអាចមូខ្លាំងអាចជា swing high ឬក៏ swing low នៃ weekly ប៉ុន្តែมันប្រកាស 100% ទេគាត់ថានេះគ្រាន់តែជាទិន្នន័យដែលគេវិភាគឲ្យគេកត់សម្គាល់បានអញ្ចឹងណាអញ្ចឹងយើងអាចទាញយកផលប្រយោជន៍ពី swing បានបើសិនជាចាំថ្ងៃហ្នឹងបើយើងគិតថាវាអាច affect ខ្លាំងវាចំមួយ fundamental ផងចំមួយថ្ងៃដែលគេកំណត់សម្គាល់ផងអញ្ចឹងយើងអាចដាក់យក take profit វិញបានអញ្ចឹងថ្ងៃស្អែកដោយសារតែ portion របស់ខ្ញុំជាប់អញ្ចឹងបើកមកបើសិនជាខាតគឺខ្ញុំកាត់ចោលមកតែបើចំណេញគឺទុក hold ដល់ TP មកចាអញ្ចឹងយើងចាំមើលអស់គ្នាប៉ុន្តែបើតាម fundamental ប្រហែលជាអាច see stop loss ហើយមើលតែ portion ឬក៏វាកវត្តព្រោះថាព័ត៌មានដែលតាក់ទងជាមួយនឹងសង្គ្រាមក៏គេកំណត់នៅថ្ងៃស្អែកដែរអញ្ចឹងវាអាចក្លុកខ្លាំងស្អែកអញ្ចឹងបើយល់ល្អ account ចូលទូចបានហើយកុំចូលធំកុំចង់ឈ្នះព្រោះវាអាចក្លុកថ្ងៃហេងសុយក្លុកពីថ្ងៃច័ន្ទទៅក៏មិនដឹងដែរអញ្ចឹងសម្រាប់ខ្ញុំការយកឃើញខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន